ខឹងកម្ពុជាទទួលយកអាណាព្យាបាលបារាំងសៀមកំពូលល្បិចមិនព្រមប្រគល់កាកុធភណ្ឌមកឲ្យកម្ពុជាវិញដោយសារអំណាចនៃការស្រេកឃ្លានចង់បានទឹកដីកម្ពុជានិងការខឹងសម្បារនឹងព្រះមហាក្សត្រកម្ពុជាដែលចុះសន្ធិសញ្ញាទទួលយកអាណាព្យាបាលនិងការការពារពីប្រទេសបារាំងស្ដេចសៀមសណ្ដានប្រវ័ញ្ចឈ្លានពានមិនព្រមប្រគល់គ្រឿងបញ្ចក្សេត្រឬកាកុធភណ្ឌសម្រាប់រាជទាំង5ថ្វាយមកព្រះបាទនរោត្តមវិញឡើយហើយថែមទាំងបានគំរាមកំហែងទម្លាក់ព្រះអង្គចេញពីរាជបល្ល័ង្កនៅកម្ពុជាទៀតផងចង់ដឹងថាតើហេតុអ្វីបានជាគ្រឿងបញ្ចក្សេត្រព្រះនគរកម្ពុជាធ្លាក់ទៅក្នុងដៃសៀមនោះហើយកម្ពុជាយើងធ្វើបែបណាខ្លះទើបទទួលបានគ្រឿងបញ្ចក្សេត្រនោះចូលព្រះនគរវិញដូច្នេះសូមប្រិយមិត្តរីករាយទស្សនានិងស្ដាប់ដូចតទៅការឧបត្ថម្ភគាំទ្ររបស់ប្រិយមិត្តគឺជាការរួមចំណែកយ៉ាងសំខាន់ណាស់ចំពោះការផ្សព្វផ្សាយពីចំណេះដឹងប្រវត្តិសាស្ត្រនេះសង្គ្រាមរវាងយួននិងសៀមដណ្ដើមកាន់កាប់ប្រទេសកម្ពុជាជាងមួយសតវត្សមកនេះបានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះក្រោមគ្រាខ្ទេចខ្ទាំដោយត្រូវគេធ្វើទរណកម្មវាយដំច្រំធាក់សុសសពរាងកាយទៅហើយប្រទេសកម្ពុជាឆ្នាំ1859ជាឆ្នាំដំបូងដែលព្រះបាទនរោត្តមឡើងគ្រងព្រះបរមរាជសម្បត្តិនៅកម្ពុជាបន្ទាប់ពីព្រះបាទអង្គឌួងជាព្រះបិតាស្ដេចសៀមព្រះចៅមង្គតរាមាទី4ក៏បានបញ្ជូនរាជមន្ត្រីសៀមឲ្យចូលរួមក្នុងព្រះរាជពិធីរាជាភិសេកនៅរាជធានីឧដុង្គផងដែរហើយព្រះរាជបុត្រាទី3របស់ព្រះបាទអង្គឌួងនឹងត្រូវជាព្រះអនុជរបស់ព្រះបាទនរោត្តមគឺព្រះអង្គម្ចាស់ស៊ីវត្ថាក៏បានយាងពីប្រទេសសៀមចូលប្រទេសកម្ពុជាវិញដែរព្រះអង្គម្ចាស់ស៊ីវត្ថាយាងចូលប្រទេសវិញនេះគឺពោពេញដោយភាពច្រណែនចំពោះព្រះបាទនរោត្តមដែលជាព្រះរាមដែលបានឡើងគ្រងរាជបល្ល័ង្កនោះដូច្នេះសង្គ្រាមខ្មែរគ្នាឯងគឺជាមិនរួចនោះឡើយបើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកសាស្ត្រាចារ្យត្រឹងងាដែលត្រង់ចំណុចដកស្រង់ចេញពីកំណត់ត្រារបស់លោក Jean Morat បានឲ្យដឹងថាព្រះរាមទាំងពីរអង្គរបស់ទ្រង់គឺព្រះនរោត្តមនិងព្រះស៊ីសុវត្ថិមិនត្រូវមានសិទ្ធិឡើងគ្រងរាជសម្បត្តិនៅកម្ពុជាឡើយគឺត្រូវតែបានមកព្រះអង្គជាដាច់ខាតម្ល៉េះហើយព្រះអង្គម្ចាស់ស៊ីវត្ថាក៏បញ្ចេញអកម្មកិរិយារឹងរូសមិនគោរពមិនឡើងគាល់ព្រះរាមហើយនៅទីបំផុតក៏បានគេចបាត់ពីរាជធានីតែម្ដងគិតត្រឹមឆ្នាំ1861សៀវភៅប្រវត្តិសាស្ត្រខ្មែរដដែលបានបន្តថាចម្បាំងគ្នាឯងដែលបង្កឡើងដោយព្រះអង្គម្ចាស់ស៊ីវត្ថាក៏បានផ្ទុះឡើងនិងបើកការវាយប្រហារទៅលើកងទ័ពលួងព្រះនរោត្តមខាងព្រះអង្គម្ចាស់ស៊ីវត្ថាមានអ្នកចូលរួមច្បាំងដណ្ដើមអំណាចច្រើនណាស់ដែរដូចជាព្រះអនុជមួយអង្គទៀតព្រះនាមសិរីវង្សសេនាប្រមុខស្នងសូនិងសេនាប្រមុខកំហែងយុទ្ធាដែលឯកសារខ្លះថាឈ្មោះមនោកែវមេដឹកនាំទាំងពីរនេះបានទៅបំបះបំបោររាជនិងចៅហ្វាយខេត្តនៅបាភ្នំស្វាយរៀងឲ្យចុះចូលជាមួយពួកខ្លួនដើម្បីបានជាកម្លាំងបន្ថែមប្រឆាំងនឹងកងទ័ពលួងព្រះបាទនរោត្តមពួកបះបោក៏បានបន្តចូលវាយយកបានក្រុងភ្នំពេញនិងត្រៀមវាយចូលរាជធានីឧដុង្គមានជ័យដោយពុំមានទ័ពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងចលនាបះបោរនេះព្រះបាទនរោត្តមក៏បានចាក់ចេញពីរាជធានីចុះទូកតាមទន្លេសាបភៀសទៅគង់នៅខេត្តបាត់ដំបងបណ្ដោះអាសន្នសិនដែលកំពុងស្ថិតក្រោមកាន់កាប់របស់គ្រួសារបែនបើតាមសៀវភៅកម្ពុជារវាងយួនសៀមនិងអាណានិគមបារាំងរបស់សាស្ត្រាចារ្យអិនសុផលបានសរសេរថាការភៀសព្រះកាយពីក្រុងឧដុង្គទៅដល់បាត់ដំបងនេះគឺព្រះបាទនរោត្តមក៏បាននាំទាំងគ្រឿងបញ្ចក្សេត្រជាប់ទៅជាមួយផងដែរសៀវភៅប្រវត្តិសាស្ត្រខ្មែរក៏បានបញ្ជាក់ដូចគ្នានេះដែរត្រង់ចំណុចព្រឹត្តិការណ៍នេះហើយដែលគ្រឿងបញ្ចក្សេត្រឬកកុធភណ្ឌសម្រាប់រាជទាំង5នៃព្រះនគរកម្ពុជាត្រូវបាននាំចាក់ចេញពីព្រះបរមរាជវាំងពោលគឺដោយសារតែការភៀសព្រះកាយរបស់ព្រះបាទនរោត្តមកិច្ចពីការវាយប្រហាររបស់ស្នងសូនិងមនោកែវព្រោះខ្លាចពួកបះបោរទាំងនេះដណ្ដើមយកទៅឲ្យព្រះអង្គម្ចាស់ស៊ីវត្ថាដែលជាក្សត្របះបោរចង់ដណ្ដើមរាជបល្ល័ង្កនោះសៀវភៅប្រវត្តិសាស្ត្រខ្មែរបានបន្តទៀតថាទន្ទឹមនឹងនោះក៏មានប្រជាជនចាមជ្វាដែលបានរត់ទៅខេត្តមាត់ជ្រូកនៅកម្ពុជាក្រោមដើម្បីស្ម័គ្រកាយប្រយុទ្ធបង្ក្រាបពួកបះបោរថ្វាយរាជការក្នុងពេលដែលព្រះបាទនរោត្តមគង់នៅខេត្តបាត់ដំបងនោះស្ដេចសៀមព្រះចៅមង្គតរាមាទី4បានត្រាស់ឲ្យព្រះបាទនរោត្តមបន្តចាក់ចេញពីខេត្តបាត់ដំបងយាងចូលប្រទេសសៀមដើម្បីការពារសុវត្ថិភាព
រងចាំការបង្ក្រាបបះបោរបានជោគជ័យសឹមយាងត្រឡប់ចូលព្រះនគរកម្ពុជាវិញសិភៅកម្ពុជារវាងសៀមយួននិងអាណានិគមបារាំងបានបញ្ជាក់ដែរត្រង់ចំណុចនេះគឺថាសង្គ្រាមនេះបានធ្វើឲ្យកងទ័ពបារាំងដែលឈរជើងនៅកម្ពុជាក្រោមឬក៏សាំងស៊ីនមានការព្រួយបារម្ភចំពោះបេសកទូតកាតូលិករបស់ខ្លួននៅប្រទេសកម្ពុជាជាពិសេសនៅក្រុងភ្នំពេញហេតុនេះហើយពួកគេក៏បានបញ្ជូននាវាចម្បាំងមួយគ្រឿងឲ្យឡើងតាមទន្លេមេគង្គមកការពារក្រុមសាសនិកនៅភ្នំពេញនេះប្រការនេះហើយក៏បានធ្វើឲ្យក្រុមបះបោរដែលជាដៃជើងរបស់ព្រះអង្គម្ចាស់ស៊ីវត្ថាបែរជាយល់ច្រឡំថានាវាចម្បាំងរបស់បារាំងបានចូលមកអន្តរាគមន៍ជួយព្រះបាទនរោត្តមហេតុនេះហើយក៏ធ្វើឲ្យកងទ័ពបះបោររបស់ព្រះអង្គម្ចាស់ស៊ីវត្ថាដកថយមួយរយៈសិនសិភៅប្រវត្តិសាស្ត្រខ្មែរបានឲ្យដឹងបន្តទៀតថាបន្ទាប់ពីកងទ័ពប្រជាជនចាមជ្វាដែលធ្វើការថ្វាយរាជការបណ្ដេញពួកបះបោរចេញពីរាជធានីបានទទួលជោគជ័យហើយខ្ញុំរាជការទាំងឡាយក៏បានស្នើយាងព្រះបាទនរោត្តមចូលមកព្រះនគរកម្ពុជាវិញដើម្បីគ្រងរាជសម្បត្តិនៅរាជធានីឧដុង្គស្ដេចសៀមព្រះចៅមង្គតរាមាទី4ក៏បានរាជានុញ្ញាតឲ្យព្រះបាទនរោត្តមយាងត្រឡប់ចូលប្រទេសកម្ពុជាវិញដោយចុះតាមនាវាចម្បាំងពីក្រុងបាងកកចូលមកដល់ខេត្តកំពតហើយធ្វើដំណើរបន្តមកដល់រាជធានីឧដុង្គមានជ័យនៅខែមីនាឆ្នាំ1862សូមរំលឹកថយក្រោយបន្តិចថាក្នុងពេលដែលលួងព្រះបាទនរោត្តមយាងត្រឡប់មកប្រទេសកម្ពុជាវិញនៅខែមីនាឆ្នាំ1862នោះគឺព្រះអង្គមិនបាននាំគ្រឿងបញ្ចក្សេត្រត្រឡប់មកជាមួយនៅឡើយទេដោយព្រះអង្គផ្ញើទុកជាមួយស្ដេចសៀមព្រះចៅមង្គតនៅរាជធានីបាងកកសិនចាំដល់ពេលប្រទេសជាតិស្ងប់សុខសឹមឲ្យមន្ត្រីរាជការនាំយកមករាជធានីឧដុង្គវិញតាមក្រោយក៏ប៉ុន្តែបញ្ហាធំក៏បានកើតឡើងនោះគឺស្ដេចសៀមកំពូលល្បិចសណ្ដានចង់លេបយកទឹកដីប្រទេសកម្ពុជានោះមិនព្រមប្រគល់គ្រឿងបញ្ចក្សេត្រត្រឡប់មកឲ្យព្រះនគរកម្ពុជាវិញឡើយសិភៅកម្ពុជារវាងយួនសៀមនិងអាណានិគមបារាំងបានបន្តថាក្រោយពេលព្រះបាទនរោត្តមគ្រងរាជ្យនៅរាជធានីឧដុង្គចាប់ពីខែមីនាឆ្នាំ1862នោះបារាំងបញ្ចូលព្រមទាំងបានសន្យាថានឹងថ្វាយអំណាចជាច្រើនដល់ព្រះអង្គពេលនោះព្រះអង្គក៏បានចាប់ផ្ដើមចរចាសារជាថ្មីជាមួយបារាំងរហូតឈានដល់ការចុះសន្ធិសញ្ញាទទួលយកអាណាព្យាបាលបារាំងចូលមកការពារប្រទេសកម្ពុជាប៉ុន្តែនៅមុនពេលនិងក្រោយពេលដែលព្រះបាទនរោត្តមចុះសន្ធិសញ្ញាជាមួយបារាំងក៏បានធ្វើឲ្យស្ដេចសៀមរាមាទី4ដឹងហើយខ្ញាល់យ៉ាងខ្លាំងដូច្នេះស្ដេចសៀមអង្គនេះមិនព្រមប្រគល់គ្រឿងបញ្ចក្សេត្រឬកកុធភណ្ឌទាំងនោះមកឲ្យប្រទេសកម្ពុជាវិញទេព្រោះស្ដេចសៀមចង់ឲ្យព្រះបាទនរោត្តមយាងទៅក្រុងបាងកកដើម្បីទទួលការរៀបចំពិធីរាជាភិសេកឲ្យឡើងគ្រងរាជ្យនៅកម្ពុជាម្ដងទៀតតែក្រោមជំនួសរាជអំណាចស្ដេចសៀមគ្នាវានិយាយរួមពួកសៀមវាព្យាយាមប្រើគ្រប់ឧបាយកលដើម្បីរារាំងបារាំងមិនឲ្យមានសិទ្ធិការពារប្រទេសកម្ពុជាពីក្រញ៉ាំឈ្លានពានរបស់ពួកវាហើយក៏គំរាមកំហែងព្រះរាជាខ្មែរយើងសពគ្រប់បែបយ៉ាងដើម្បីកុំឲ្យប្រទេសកម្ពុជាទទួលយកអាណាព្យាបាលពីប្រទេសបារាំងពីព្រោះបើមានបារាំងជួយការពារកម្ពុជានោះប្រទេសសៀមពួកវានឹងមិនបានយកទឹកដីខ្មែរបន្ថែមទៀតឡើយហើយទឹកដីដែលសៀមវាកាត់យកពីខ្មែរយើងកាលពីពេលមុននោះក៏មកជាត្រូវបារាំងនិងកម្ពុជាទាមទារយកវិញមិនខានបាទប្រិយមិត្តនៅវីដេអូក្រោយខ្ញុំនឹងលើកឡើងអំពីព្រឹត្តិការណ៍ដែលបារាំងនិងកម្ពុជាយើងទាមទារយកគ្រឿងបញ្ចក្សេត្រឬកកុធភណ្ឌសម្រាប់រាជទាំង5របស់ខ្លួនពីប្រទេសសៀមមកវិញសង្ឃឹមថាប្រិយមិត្តមានក្តីមេត្តាជួយឧបត្ថម្ភគាំទ្រដល់ខ្ញុំបាទបន្តទៀតសូមអរគុណសូមគោរពលា